សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតនៅវិញ្ញាសាភូមិវិទ្យាយើងទៀតហើយដែលសំណួរដំបូងគឺជាលំហាត់ទេមិនតាន់ចូលជាសំណួរទេហើយថ្ងៃនេះគឺខ្ញុំធ្វើអត្រាកំណែនៃលំហាត់ឲ្យអ្នកទាំងអស់គ្នាមើលព្រោះអីខ្លាចការប្រឡងបាក់ឌុបអាចនឹងមានលំហាត់ខ្លះភូមិវិទ្យាហ្នឹងហើយឥឡូវយើងមកមើលទាំងអស់គ្នាអូខេចម្បងលេខ1លំហាត់គេសួររកចំនួនដងស៊ីតេប្រជាជននៅឆ្នាំ1998តើយើងមកមើលលំហាត់តគ្នាប្រជាជននៅកម្ពុជាគឺមិនស្មើគ្នាទេចូលរាប់ពីមូលហេតុចូលគណនាដងស៊ីតេប្រជាជននៅឆ្នាំ1998ប្រជាជនឆ្នាំ1998មាន11 4 37 656ចំនួនផ្ទៃដីមាន181,035 គីឡូម៉ែត្រការ៉េអញ្ចឹងយើងប្រាប់ពីរបាយប្រជាជនសិនរបាយប្រជាជននៅតាមតំបន់នីមួយៗនៃប្រទេសកម្ពុជាមិនស្មើគ្នាទេនេះក៏រៀបរាប់ពីមូលហេតុតំបន់វាលរាបនិងតំបន់ទន្លេសាបមានប្រជាជនរស់នៅច្រើនកកជាងតំបន់ឆ្នេរសមុទ្រខ្ពង់រាបនិងភ្នំដោយសារតែតំបន់នោះមានលក្ខខណ្ឌប្រសើរដល់ការរស់នៅដូចជាមានដីសម្បូរជីជាតិសម្រាប់កសិកម្មសម្បូរផ្លូវទឹកសម្បូរត្រីជាបណ្ដុំសេដ្ឋកិច្ចនយោបាយវប្បធម៌និងសេវាកម្មជាបណ្ដុំឧស្សាហកម្មជាបណ្ដុំទេសចរណ៍សម្បូរហេដ្ឋារចនាសម្ព័ន្ធសង្គមសាលារៀនមន្ទីរពេទ្យចុចនៅច្រើនទៀតឯតំបន់មាត់សមុទ្រខ្ពង់រាបតំបន់ភ្នំរបាយប្រជាជនរស់នៅតិចតួចព្រោះតំបន់នេះទាំងនេះកត្តាធម្មជាតិទឹកដីអាកាសធាតុមិនអំណោយផលដល់ការរស់នៅមិនសូវសម្បូរហេដ្ឋារចនាសម្ព័ន្ធសង្គមការអភិវឌ្ឍតំបន់ទាំងនោះនៅមានកម្រិតអូខេឥឡូវយើងចូលមកកាន់លំហាត់យើងទាំងអស់គ្នាដែលលំហាត់គេឲ្យយើងគណនាដងស្ទេប្រជាជននៅឆ្នាំ1998អញ្ចឹងយើងធ្វើការតាំងហ្នឹងហើយតាំង D ជាដងស៊ីតេ P ចំនួនប្រជាជន F ផ្ទៃដីអញ្ចឹងយើងតាមរូបមន្ត D ស្មើ P ចែកឲ្យ S ហើយយើងមាន P ជាចំនួនប្រជាជន P ចំនួនប្រជាជន11 437 656ចំណែក S នេះផ្ទៃដីអញ្ចឹងយើងធ្វើការយកចំនួនប្រជាជនចែកឲ្យផ្ទៃដីមកយើងឃើញចំនួននេះហើយយើងធ្វើការចែកអូខេឥឡូវយើងធ្វើការចែកឃើញ 63.17 នាក់ក្នុងគីឡូម៉ែត្រការ៉េអូខេដូចនេះដងស៊ីតេប្រជាជននៅឆ្នាំ1998មាន63នាក់កន្ទុយយើងមិនសេចូលទេឥឡូវយើងចូលមកកាន់សំណួរទាំងអស់គ្នាតើបម្លាស់ដំណើរនៅក្នុងស្រុកកម្ពុជាមានប្រមាណរូបភាពកន្លែងនេះខ្ញុំសរសេរខំតិចហើយយើងឆ្លើយទាំងអស់គ្នាបម្លាស់ដំណើរនៅស្រុកនៅកម្ពុជាមាន4រូបភាពបម្លាស់លំនៅពីជនបទទៅជនបទបម្លាស់លំនៅពីជនបទទីក្រុងបម្លាស់លំនៅពីទីក្រុងបម្លាស់លំនៅពីទីក្រុងជនបទចឹងកន្លែងនេះគ្រាន់តែបញ្ជាក់គ្នាតិចទេជនបទជនបទទីក្រុងជនបទទីក្រុងជនបទហ្នឹងហើយអត់ពិបាកឆ្លើយទេយើងមកមើលរូបភាពដែលមានទំហំធំជាងគេគឺពីជនបទទៅជនបទព្រោះប្រជាជនកម្ពុជាភាគច្រើនលើសលប់ជាកសិករដែលផ្លាស់លំនៅក្នុងបំណងទៅរកទីតាំងធ្វើកសិកម្មលើផ្ទៃដីធំទូលាយជាងមុនសំណួរទី3ចូលពន្យល់ពីផលវិបាកនៃការបរិភោគអាហារមិនគ្រប់គ្រាន់ជាពិសេសកុមារតូចកង្វះអាហារនិងការបរិភោគមិនគ្រប់គ្រាន់ពិសេសកុមារតូចបង្កមានផលវិបាកដូចជាមួយទៀតសំណួរហ្នឹងតាក់ទងជាមួយនឹងកុមារកង្វះអាហារូបត្ថម្ភការឆ្លើយអីដូចគ្នាទេអ្នកគ្នាយើងមិនចូលគ្នាអស់មកធ្វើការឆ្លើយនឹងការកង្វះអាហារូបត្ថម្ភធ្វើឲ្យកុមារងាយរងគ្រោះឬស្លាប់ដោយសារជំងឺកុមារដែលខ្វះអាហារូបត្ថម្ភមានការវិវត្តរាងកាយនិងសមត្ថភាពខាងបញ្ញាមិនសូវពេញលេញ
មានតែខ្សោយខាងបញ្ញាការរៀនសូត្រធ្លាក់ក្រោមកម្រិតមធ្យមផលិតភាពការងារមានកម្រិតទាបក្នុងមួយជីវិតរបស់គេការយល់ដឹងរបស់មេដាបៃតាឬអាណាព្យាបាលក្នុងការថែទាំកុមារនៅមានកម្រិតអូខេហើយសំណួរគឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំក៏រៀងស្អកតិចហើយនិយាយអត់សូវច្បាស់ទេហ្នឹងហើយការប្រឡងអីបាក់ឌុបអីចិត្តដកមកដល់ហើយអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយអ្នកទាំងអស់គ្នាមេរៀនអីតែគួរមើលទៅកុំនៅលេងហ្គេមលេងពេកហ្នឹងហើយជាចុងក្រោយក៏ជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់និងទទួលបានទេល្អគ្រប់គ្នាវីដេអូនេះក៏មានតែប៉ុណ្្នឹងហើយកុំភ្លេចជួយចុច Subscribe និង Like មួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូធ្វើជាកម្រងសំណួរចែកជូនអ្នកទាំងអស់គ្នា